សុខសប្បាយអ្នកនរខ្ញុំណារិតខ្ញុំច័ន្ទហើយថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅមើលផ្ទះវីឡាមួយដែលមានតម្លៃខ្ទង់លានដុល្លារហើយចំណុចដែលពិសេសគឺយើងចង់ដឹងថាតើផ្ទះវីឡាមួយនេះមានចំណុចពិសេសអ្វីខ្លះដែលធ្វើឲ្យវាមានតម្លៃដល់ខ្ទង់លានដុល្លារបែបហ្នឹងហ្នឹងហើយបងតម្លៃខ្ទង់លានបើសម្រាប់ខ្ញុំគិតថាមិនមែនត្រឹមតែទំហំដីធំផ្ទះធំចំនួនបន្ទប់ច្រើនហើយមានសម្ភារៈមកកាផ្លេហ្នឹងឯងតែរឿងមួយទៀតគឺស្ថិតនៅលើការរចនាបថនៃផ្ទះហើយគុណភាពនៃការសាងសង់ហើយសំខាន់មួយទៀតនោះគឺអារម្មណ៍ដែលផ្ទះហ្នឹងផ្ដល់ឲ្យទៅកាន់អ្នករស់នៅពេលដែលនៅខាងក្រៅយើងមើលមកដូចអត់ចាប់អារម្មណ៍ថាជាផ្ទះទេដូចជាការមួយចឹងប៉ុន្តែដើរចូលមកមានអារម្មណ៍ថាខាងមុខផ្ទះផ្ដល់នៅអារម្មណ៍ត្រជាក់ចិត្តមែនទែនព្រោះហេតុអីយើងមានដើមឈើច្រើននៅខាងមុខហើយមានជាសួនច្បារមានដំណាំមានអីចឹងដល់អញ្ចឹងវាធ្វើឲ្យមលុបផ្ដល់នៅភាពត្រជាក់សម្រាប់យើងមែនទែននេះជាផ្នែកមួយនៃតម្លៃទុំលានដុល្លារconcept គាត់គឺគាត់សង់ឡើងបែបលក្ខណៈគេហៅថា minimalism អញ្ចឹងវាមើលទៅសាមញ្ញប៉ុន្តែវាមិនធម្មតាខ្ញុំចាប់អារម្មណ៍ឃើញមានលំហកន្លែងកណ្ដាលនេះបងហើយមានអាងហែលទឹកជុំវិញនឹងទៀតបើជួយប្រាប់ពីគុណសម្បត្តិនៃកន្លែងហ្នឹងបានទេបងកន្លែងហ្នឹងគឺគាត់អាចថាដាក់ឲ្យមានជាធម្មជាតិមួយនៅក្នុងផ្ទះបន្ថែមទៀតហើយមួយវិញទៀតនោះអាទាំងអស់ហ្នឹងពេលដែលឧទាហរណ៍ថាយើងចេញពីធ្វើការហើយយើងមានអារម្មណ៍ថារៀងគេហៅថា stress រៀងធុញថប់រៀងមួម៉ៅពីកន្លែងការងារអញ្ចឹងទៅពេលយើងមកដល់ផ្ទះឃើញព្រៃព្រឹក្សាមានធម្មជាតិមានត្រីមានអីអញ្ចឹងទៅធ្វើអារម្មណ៍យើងវាធូរស្រាលមកកម្រិតខ្ញុំបើសិនជាខ្ញុំនៅផ្ទះនឹងខ្លួនឯងខ្ញុំចាប់អារម្មណ៍ថាខ្ញុំនៅនឹងអង្គុយខ្ញុំដុំនឹងច្រើនជាងគេយ៉ាពេលបងដើរចូលមកកន្លែងទទួលភ្ញៀវសម្រាប់បងចាប់អារម្មណ៍ឃើញអីខ្លះឬក៏មានអារម្មណ៍បែបម៉េចយើងបានដើរមើលច្រើនវីឡាហើយខ្ញុំចាប់អារម្មណ៍នៅបន្ទប់ living room នេះជាងគេគឺទាំងច្រកគ្រប់ច្រកទាំងនោះវាមានខ្យល់ពន្លឺចូលមកគ្រប់គ្រាន់ហើយយើងមានអារម្មណ៍ថាវាទូលាយអាចទទួលបានភ្ញៀវច្រើនហើយយើងជាភ្ញៀវយើងមានអារម្មណ៍ថាគេត្រូវបានគេអញ្ជើញទៅម្ដងបាទហ្នឹងហើយដូចបងបញ្ជាក់អញ្ចឹងវីឡាមួយចំនួនសម្រាប់ខ្ញុំក៏មើលច្រើនដែរប៉ុន្តែភាគច្រើនខ្វះនៅការយកចិត្តទុកដាក់ design វាឲ្យមានគេហៅថាពន្លឺធម្មជាតិខ្យល់ធម្មជាតិចេញចូលនៅក្នុងកន្លែងទទួលភ្ញៀវហើយក៏កន្លែងខ្លះមានសភាពរៀងទូចអីដែរចឹងទៅហើយបើវីឡានេះយើងចូលមកមានទាំងកន្លែងទទួលភ្ញៀវហើយកន្លែងញ៉ាំអាហារជួបជុំគ្រួសារនៅនឹងហ្មងហើយមានចក្រានបាយមានអីធំទូលាយងាយស្រួលចម្អិនម្ហូបមែនតើហ្នឹងហើយបងយល់រំទឹកភ្ញៀវមកជួបជុំគ្នាគឺយើងនៅមកប្លុកហ្នឹងយើងធ្វើបានគ្រប់ហើយបើយើងទៅលេខទៅខាងឆ្វេងដៃខ្ញុំនេះយើងឃើញមានដូចយើងដើរមកមុនហ្នឹងអញ្ចឹងមានដើមឈើមានអីចឹងទៅដល់ពេលយើងទៅលេខទៅខាងស្ដាំដៃខ្ញុំវិញមានយើងឃើញអាងទឹកមានកន្លែងអង្គុយញ៉ាំអីនៅខាងក្រៅពេលដែលមានសមាជិកជួបជុំគ្នាច្រើនបែបកំសាន្តអីចឹងណាវាអត់មានចលុកឡំមួយគ្នានៅក្នុងហ្នឹងទេនិយាយរំទៅ space នេះវាប្រើបានមិនថាចាស់មិនថាក្មេងៗក៏អាចទៅលេងខាងភូមិមកបានហើយបើចាស់អាចមកលំហែខាងកន្លែងមាត់ទឹកខាងនេះបានទៀតខ្ញុំស្រឡាញ់ space ទាំងអស់ហ្នឹងមែនទេបាទអូខេបងយើងពិភាក្សាគ្នាមួយថ្ងៃតើតើមួយផ្ទះហ្នឹងតែខ្ញុំអត់ទាន់បានដឹងថា detail ពីផ្ទះហ្នឹងបងនៅនេះយើងទំហំដីប្រហែលហើយប្រហែលបន្ទប់ដែរតើបងទំហំដីវីឡានេះមានទំហំធំមែនតើក្បាលបើយើងក្បាលមុខ21ម៉ែត្រហើយបដោយរហូតដល់90ម៉ែត្ររីឯសាច់ផ្ទះវិញក្បាល17ម៉ែត្រគុណនឹង70ម៉ែត្រចំណែកឯសម្រាប់បន្ទប់គេងវិញក៏ច្រើនដែរមានរហូតដល់6បន្ទប់គេង6បន្ទប់ហើយបន្ទប់ទឹកវិញកាន់តែច្រើនទៀតរហូតដល់12បន្ទប់ទឹកអញ្ចឹងមានន័យថា
បើមានកម្មវិធីឲ្យមកអ្នកគេហៅមិត្តភ័ក្តិឬក៏បងប្អូនឯមកលេអត់ប្របាក់រឿងបន្ទប់ទឹកទេហើយនៅខាងក្រោមហ្នឹងនៅខាងក្រោមក្បែរអាងទឹកនេះមានបន្ទប់គេងសម្រាប់សមាជិកគ្រួសារដល់2ហើយធំទូលាយទៀតហើយផ្ទះនេះមានកម្ពស់3ជាន់ជាន់ទី1មានបន្ទប់សមាមេគ្រួសារមានបន្ទប់បណ្ណាល័យមានកន្លែងធ្វើការយើងចង់ដាក់ office នៅផ្ទះក៏បានហើយមានបន្ទប់មួយទៀតយើងអាចប្រើវាជាមុខងារសម្រាប់ដាក់ឧបករណ៍ហាត់ប្រាណអញ្ចឹងអត់ចាំបាច់ទៅក្រៅទេយើងហាត់ប្រាណមើលទេសភាពធម្មជាតិនៅក្នុងផ្ទះរបស់យើង full set យ៉ាអញ្ចឹងហើយបានដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងផ្ទះនេះមានមុខងារច្រើនមែនទែនតែឥឡូវយើងទៅមើលខាងលើបន្តិចថានៅលើមានលក្ខណៈមិនដែរបាទបងបងខ្ញុំឡើងមកលើជាន់នេះមានអារម្មណ៍ថាវាស្រឡះមុខស្រឡះមាត់មែនទែនមានសួនច្បារនៅកណ្ដាលហើយចុះនោះបន្ទប់អីគេដែរបងនៅខាងហ្នឹងបន្ទប់មេគ្រួសារបាទបន្ទប់មេគ្រួសារនៅខាងលើដែលនិយាយទៅគ្រាន់តែបើកប្អួចមកយើងឃើញអាងទឹកនៅក្រោមហើយកន្លែងនេះវាលក្ខណៈបៃតងយើងកន្លែងមកអត់ច្រាញថ្ងៃអត់អីទេមើលទៅត្រជាក់ភ្នែកត្រជាក់ភ្នែកហើយសម្រាប់space អានេះគេហៅ corridor កន្លែងដើរវាធំទូលាយអត់ឆ្អៀតមានពលឺមានអីចេញចូលមែនតើហ្មងអូមកដល់លើនេះយើងមានបន្ទប់ទទួលភ្ញៀវមួយទៀតបងមានច្រើនទេបងមែនតើទៅពីបងម្ចាស់គាត់ប្រាប់ចេះកន្លែងហ្នឹងមិនមែនសម្រាប់តាអាចថាមិនមែន concept ទទួលភ្ញៀវនៅលើហ្នឹងទេតែយើងអាចប្រើអញ្ចឹងក៏បានដែរប៉ុន្តែមួយទៀតគាត់ប្រាប់ថាកន្លែងនេះមែនតើធ្វើសម្រាប់អាចថាពេលមានកម្មវិធីឧទាហរណ៍ថាត្រូវសូត្រមុនកម្មវិធីដូចចូលឆ្នាំបាំងស្គរអីចឹងណាអញ្ចឹងកន្លែងហ្នឹងយើងមុនប្រសងមុនអីមកយើងមកធ្វើកម្មវិធីនៅហ្នឹងងាយស្រួលអញ្ចឹងណាហើយនៅជាប់នឹងកន្លែងហ្នឹងយើងមានបន្ទប់ក្បែរហ្នឹងមួយទៀតគឺបន្ទប់ការិយាល័យដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងណាហើយក្រៅពីបន្ទប់បណ្ណាល័យបន្ទប់ធ្វើការហ្នឹងមានបន្ទប់មួយទៀតនៅក្បែរនឹងដែរប៉ុន្តែមុននឹងដល់បន្ទប់ក្បែរហ្នឹងមានយើងដើរចូលមកឃើញ open space វាពលឺជះចូលមកខាងក្នុងបន្ថែមហ្នឹងហើយបងនេះបន្ទប់ហាត់ប្រាណហើយនៅក្នុងបន្ទប់ហាត់ប្រាណហ្នឹងបងម្ចាស់គាត់ដាក់តាំងពី steam sauna នៅក្នុងនឹងទៀតនិយាយមានគ្រប់សពលយមែនតើបងអញ្ចឹងណាហើយអត់ល្ងិតអត់អីទេបន្ទប់ហាត់ប្រាណក៏គាត់ធ្វើបែបមានពន្លឺធម្មជាតិជះចូលដែរបើប្រួយបើអីមកខ្យល់ធម្មជាតិចូលមកអត់ចាំបាច់ប្រើម៉ាស៊ីនត្រជាក់ប្រើអីសូម្បីតែប្រួយនៅខាងលើនេះក៏គាត់ដាក់កញ្ចក់ខ្ពស់ទេបងហ្នឹងហើយស្រឡះពីដានក៏ខ្ពស់អញ្ចឹងណាណែបងនៅក្បែរបន្ទប់ហាត់ប្រាណហ្នឹងមានបន្ទប់សមាជិកគ្រួសារមួយទៀតហើយជាប់នឹងបន្ទប់ហាត់ប្រាណនិងបន្ទប់សមាជិកគ្រួសារហ្នឹងមានវេរ៉ាំដាមួយធំទូលាយហ្នឹងហើយបងនៅនឹងធំហើយមានគាត់ដេកមកមានផ្កាមានវល្លិអីវាធ្វើឲ្យកាន់តែមានពណ៌បៃតងណាហើយបើកន្លែងទៅមើលខាងមុខឧទាហរណ៍ថាពេលយើងអង្គុយពេលល្ងាចមានធ្វើកម្មវិធីអីនៅលើហ្នឹងចោះយើងកន្លែងទៅលើទៅខាងមុខផ្ទះមើលទៅមានដើមឈើធំកាន់តែមានភាពស្រស់ស្រាយហើយបើនៅវេនអណ្ដានេះអាចថាបើយើងចង់ឲ្យវាកាន់តែមានពណ៌បៃតងទៀតពេលដែលយើងគេងនៅខាងក្នុងបន្ទប់ហើយយើងមើលមកក្រៅពណ៌បៃតងយើងដាំបន្លែអីបែបបន្លែគេហៅថាបន្លែទឹកបែបទំនើបដាំបែបទំនើបមើលទៅលយហើយស្អាតណែបើខ្ញុំចាប់អារម្មណ៍ថា space ហ្នឹងយើងអាចរៀបចំជារៀនបន្លែក៏បានយើងអាចរៀបចំជាទីធ្លាផ្សេងទៀតសម្រាប់recreation ក៏បានបាទតើអូខេឥឡូវយើងទៅមើលខាងលើមួយជាន់ទៀតថាមានអីគេនៅសល់ខាងលើមួយជាន់ទៀតបាទមានខាងលើទៀតនៅខាងលើនេះយើងឆ្លាស់ល្អបងហ្នឹងហើយបងនៅលើនេះវាជាន់ទី2ហើយអត់មានអីច្រើនទេលក្ខណៈរៀនហាលសម្រាប់ហាលកៅអៅបោកគក់សម្លៀកពាក់អីចឹងទៅហើយថ្ងៃក្រោយបើសិនជាអ្នកដែលគាត់មានម្ដងទិញផ្ទះហ្នឹងហើយគាត់ចង់សង់ឡើងទៀតគ្រឹះនេះមានសភាពរឹងមាំហើយអាចសង់ឡើងបានទៀតអញ្ចឹងណាបាទបើសិនបើបងប្អូនចង់បានព័ត៌មានបន្ថែមសូមតាក់ទងមកកាន់ពួកយើងខ្ញុំពីក្រុមការងារ realestate.com.kh Bye bye Ê, chụp sân Hồng Trân
Bây giờ អត់ បង តបានសួរតម្លៃផ្ទះនឹងផងបង អូនឹងហើយបងផ្លេចប្រាប់កុំឲ្យខ្ញុំទៅផ្ទះបាត់នឹងហើយបងប្អូនបើចាប់អារម្មណ៍វិឡានេះឥឡូវហ្នឹងដាក់លក់ត្រឹមតែតម្លៃ$3 លានទេបើចាប់អារម្មណ៍តាក់ទងមកកាន់យើងខ្ញុំឥឡូវនេះតាមរយៈលេខទូរស័ព្ទនៅក្នុងអេក្រង់ខាងលើ